ស្ងោរជ្រក់សាច់គោស្ដាយម្ដងមួយមុខនេះរសជាតិជូរជូរហឹលហឹលហើយមានជាតិចេញពីសាច់គោបើរបៀបធ្វើវិញដូចតែស្ងោរជ្រក់យើងធម្មតាគ្រាន់តែខ្ញុំបន្ថែមស្ដាយម្ដងញ៉ាំទៅមានក្លិនឈ្ងុយពីស្ដាយម្ដងធ្វើឲ្យរសជាតិនឹងប្លែកជាងស្ងោរជ្រក់ធម្មតាដំបូងគេខ្ញុំដាក់ដាំទឹកហើយបន្ទាប់មកហាន់ជាមួយនឹងគ្រឿងកាត់ឆ្អាបមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចខ្ទឹមសហើយនិងម្ទេសដាក់តាមចំណូលចិត្តហើយបើបន្លែវិញខ្ញុំមានខ្ទឹមបារាំងជាមួយនឹងជីរណាហើយនិងស្លឹកខ្ទឹមមុនធ្វើម្ហូបគឺខ្ញុំចូលចិត្តរៀបចំគ្រឿងផ្សំបន្លែហើយនិងសាច់យើងហាន់វាឲ្យស្រេចស្រេចចឹងមកពេលដែលធ្វើយើងវិលខ្លួនតែបន្តិចហើយមកយើងអត់សូវហត់រត់ចុះឡើងច្រើនដងហើយម្ហូបយើងឆាប់ឆ្អិនបានញ៉ាំទៀតម្ហូបខ្លះធ្វើលឿនទេតែយូរនឹងរៀបចំគ្រឿងផ្សំហាន់បន្លែហាន់គ្រឿងទេសអីនឹងឯងសាច់គោអីហ្នឹងយើងហាន់វាប្រទេសស្ដើងហើយដាក់ចានទុកមួយឡែកហាន់គ្រឿងផ្សំអីរួចរាល់ហើយហ្នឹងខ្ញុំយកមកទុកនៅចិត្តចក្រានដើម្បីពេលស្ងោរយើងនៅចិត្តដៃស្រាប់ទឹកពុះហើយខ្ញុំបង់គ្រឿងកាត់ឆ្អាបចូលហើយបន្ថែមទឹកត្រីបន្តិចស្ករសប៊ីចេងចិញ្ចៀនបន្តិចហើយខ្ញុំដាក់ខ្ទឹមបារាំងចូលខ្ទឹមបារាំងរៀងស្លោកខ្ញុំដាក់សាច់គោចូលចុងក្រោយបង់ស្ដាយបដោះហើយនឹងម្ទេសដោយសារអត់សូវចេះញ៉ាំសាច់គោរៀងឆាវអញ្ចឹងហើយរងាស់ឲ្យសាច់គោនឹងរៀងឆ្អិនតិចបងប្អូនធ្វើអីអាចបង់សាច់គោហើយនឹងស្ដាយបដោះចូលយើងបិទភ្លើងទៅបានហើយពេលដួសញ៉ាំខ្ញុំបន្ថែមជីជាមួយនឹងក្រូចឆ្មាដាក់ឲ្យកាន់តែជូរកាន់តែឆ្ងាញ់សម្លហ្នឹងពេលឆ្អិនភ្លាមដួសញ៉ាំភ្លាមជាមួយនឹងបាយក្តៅក្តៅបានជាតិបើទុករៀងយូរវាអត់សូវឆ្ងាញ់ទេបងអត់ដឹងថាធ្វើម្ហូបអីទេកុំភ្លេចសាកធ្វើមួយមុខនេះណា